ស្វាគមន៍អ្នកទាំងគ្នាមកកាន់ឆ្នាំ2026យ៉ាដែលជាឆ្នាំថ្មីរបស់យើងហើយយកមិញពីណាគេទៅឆ្លងឆ្នាំនរណាខ្លះកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះឲ្យខ្ញុំបានដឹងម្នាក់មួយផងហើយនេះគឺជាវីដេអូដំបូងគេនៃដើមឆ្នាំ2026ហើយក៏ដូចជាដើមខែតែម្ដងហើយនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកប្រាប់អ្នកទាំងគ្នាអំពីរបៀប join server Master Club នៅក្នុងឆ្នាំ2026ហើយមូលហេតុដែលខ្ញុំធ្វើវីដេអូនេះឡើងដោយសារតែមានគ្នាយើងច្រើនខ្លាំងមែនតើសួរខ្ញុំថាបងធ្វើម៉េចដើម្បី join server Master Club បានហើយវីដេអូរបៀប join server Master Club ហ្នឹងគឺខ្ញុំធ្លាប់ធ្វើច្រើនខ្លាំងមែនតើប៉ុន្តែគាត់អត់ដឹងអញ្ចឹងឥឡូវនេះគឺខ្ញុំនឹងមកធ្វើមកវីដេអូទៀតគឺជារបៀបក្នុងការ join server Master Club នៅក្នុងឆ្នាំ2026យ៉ាតោះអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាមុននឹងចូលទៅកាន់វីដេអូសូមអ្នកទាំងគ្នាជួយចុច like subscribe រួចបាសញ្ញាកណ្ដឹងម្នាក់មួយផងដោយសារតែខ្ញុំចិត្តបាន 4k គ្នាយើងអញ្ចឹងជួយម្នាក់ម្ដាយមួយជើងមកដើម្បីខ្ញុំអាងបានគ្រប់ 4k នឹងគេនឹងឯងដែរយ៉ាហើយពេលយើងគ្រប់ 4k ហើយយើងមានគោលដៅបន្តទៅមុខទៀតអូខេតោះអញ្ចឹងឥឡូវកុំឲ្យសាំតប៉ាយូរអញ្ចឹងយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងឥឡូវគឺខ្ញុំនឹងមកបង្រៀនអ្នកគ្នាអំពីរបៀបចូលទៅកាន់ server Master Club នៅលើ computer មុនអូខេអញ្ចឹងនៅពេលដែលអ្នកគ្នាចូលមកដល់ game អ្នកគ្នាទៅរកពាក្យ multiplayer and then អ្នកគ្នារកឡើងពាក្យថា add server មកដល់ហើយនេះអ្នកគ្នាត្រូវវាយតាមខ្ញុំអ្នកគ្នាត្រូវទៅសេថា masterclub.net យ៉ាអញ្ចឹងនៅពេលដែលវាយហើយអ្នកគ្នាចុច down មកអញ្ចឹងវានឹង add server ឲ្យយើងហើយអញ្ចឹងនៅពេលដែល add ហើយអ្នកគ្នាគ្រាន់តែចុចចូលទៅអញ្ចឹងវានឹងនាំយើងចូលមកកាន់ server ហើយនៅពេលដែលអ្នកគ្នាចូលមកដល់ហើយអ្នកគ្នាអាចទៅរើ game mode ណាដែលអ្នកគ្នាចង់លេងបានឧទាហរណ៍ដូចជា peaceful SMP eco masterbox និងអ្វីផ្សេងទៀតដែលអ្នកគ្នាចង់លេងទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់អូខេអញ្ចឹងរបៀបចូលទៅកាន់ server Master Club នៅលើ computer គឺមានតែប៉ុណ្្នឹងទេហើយចំពោះការចូលទៅកាន់ server នៅលើទូរស័ព្ទដៃវិញគឺខ្ញុំអត់បានបង្រៀនទេអញ្ចឹងគឺខ្ញុំ sorry អ្នកគ្នាខ្លាំងមែនតើប៉ុន្តែចំណុចមកវិញគឺខ្ញុំនឹងដាក់ IP និង port server សម្រាប់អ្នកលេង Bedrock នៅលើវីដេអូមួយនេះអញ្ចឹងអ្នកគ្នាអាចទៅសិក្សាស្រាវជ្រាវបន្ថែមហើយអាចដាក់ IP និង port server ហ្នឹងតាមនឹងទៅនោះអ្នកគ្នានឹងចូលមកកាន់ server បានដូចគ្នាហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដូចគ្នាអញ្ចឹងបើសិនជាអ្នកគ្នាពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like and subscribe ឬបាសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដោយសារតែខ្ញុំចិត្តបាន 4k ឲ្យគ្នាយើងអញ្ចឹងកុំភ្លេចជួយខ្ញុំម្នាក់មួយផងណាហើយសម្រាប់អ្នកជួយហើយគឺខ្ញុំអរគុណច្រើនអញ្ចឹង bye bye and see you the next video